ខ្ញុំជឿជាក់ថាក្នុងអង្គពិធីទាំងមូលជ្រាបពីសមត្ថភាពកងទ័ពសមត្ថភាពនៃយុទ្ធឧបករណ៍របស់ថៃនិងកម្ពុជាហើយថៃគេបង្ហោះកំជ្រួចគេបង្ហោះសម្ភារវុធមិនថាដែនអាកាសគេមានយន្តហោះចម្បាំងគេមានកំភ្លើងធំគេមាននាវាចម្បាំងទាំងគោកទឹកអាកាសមានគ្រប់ខ្មែរមានអីខ្ញុំសូមជម្រាបដែរខ្មែរមិនមានយន្តហោះចម្បាំងមិនមាននាវាចម្បាំងនោះទេព្រោះស្អីខ្មែរបំពេញសមត្ថភាពដើម្បីការពារប្រទេសខ្មែរមានកំភ្លើងបាញ់ការពារអាកាសខ្មែរមានកំភ្លើងបាញ់ការពាររថក្រោះហើយខ្មែរក៏មានកំភ្លើងបាញ់នៅឯជួរមុខនៅឆ្នេរសមុទ្រដែរខ្មែរបានសហការជាមួយភាគីមិត្តមួយចំនួនក្នុងការលើកតម្កើងសមត្ថភាពយោធាត្រឹមការពារប្រទេសដាច់ខាតគឺការពារប្រទេសមិនមានតម្កើងសម្ភារវុធនឹងថាឈានពានគេនោះទេកុំភ័យខ្ញុំមិនមានយន្តហោះចម្បាំងហោះទៅដល់បង្កកអីខ្ញុំមិនមានហ៊ានលើកឡើងដោយរងភូមិភាគ2ថាតែមួយផ្លែតគេវាយដល់ភ្នំពេញទេខ្ញុំអត់មានលទ្ធភាពដល់អ្នកឯងទេបាទយើងបានសន្តិភាពហើយបើនិយាយខ្ញុំខ្លាចឆ្លក់ទឹកមាត់ខ្លួនឯងដូចមេភូមិភាគ2របស់ថៃពេលដែលគាត់ធ្វើបឋកថាគាត់ថាបើដោះស្រាយមិនចេញមានតែនាំគ្នាបាញ់គ្នាបានដោះស្រាយបញ្ហាព្រំដែនចេញនេះហើយជាថ្នាក់ដឹកនាំរបស់ថៃទុនភ្លុនស្លូតបូតណាស់ដែលលើកឡើងប្រជាជនថៃកំពុងតែលើកកើតសរសើរមេភូមិភាគ2ថាទុនភ្លុនស្លូតបូតណាស់តែបានមើលវីដេអូរបស់គាត់នៅពេលដែលធ្វើបឋកថាមួយកងទ័ពរបស់គេនោះដំណោះស្រាយចុងក្រោយព្រំដែនគឺមានតែនាំគ្នាបាញ់គ្នាទេនេះហើយពាក្យស្លូតបូតរបស់ថៃខ្ញុំឮលឺថាមានការលើកឡើងថាកម្ពុជាបំពេញ MOU ឆ្នាំ2000បើខ្ញុំលើកពីការបំពេញរបស់ថៃគឺមានច្រើនជាងកម្ពុជាដាច់ការបំពេញរបស់កម្ពុជាដែលគេលើកឡើងថាមានសឹងតែប្រហែល497ករណីបាទដូចថាធ្វើស្រែលើសបន្តិចឬមួយក៏របាតឬមួយក៏ឡើងជ្រៀងលើប្រាសាទតាមាន់ក៏គេគិតថាជាករណីបំពេញលើ MOU ឆ្នាំ2000បើសិនជាថៃលើកពីចំណុចនេះថាជាចំណុចបំពេញយើងក៏បានចងក្រងយើងមានឯកសារយើងមានផុសតាងទាំងអស់ថៃបានឈ្លានពានឬមួយក៏មិនគោរពនៅ MOU ឆ្នាំ2000យើងសរុបមកជាបណ្ដោះអាសន្នខ្ញុំថាជាបណ្ដោះអាសន្នព្រោះតាំងពីយើងសរុបមកហើយនៅបន្តមានការប៉ះទង្គិចនៅបន្តមានការរំលោភទៀតយើងសរុបមកថៃមាន695ករណីដែលបំពេញទៅលើ MOU ឆ្នាំ2000ហើយឥឡូវនៅមានទៀតនៅធ្វើផ្លូវនៅរបាតកងកម្លាំងរបាតដោយមិនជូនដំណឹងមកឲ្យភាគីកម្ពុជាខ្ញុំនេះជាគំនិតផ្ទាល់ខ្លួនទេមិនដឹងថាភាពចៃដន្យឬមួយក៏យ៉ាងម៉េចទេឲ្យតែរាជរដ្ឋាភិបាលថៃផ្លាស់ប្ដូរថ្នាក់ដឹកនាំគឺយើងមានបញ្ហាព្រំដែនជាមួយគ្នារហូតមានថាប្រហែលជាការចៃដន្យទេណាបាទឲ្យតែគណៈបកនេះឡើងកាន់អំណាចនៅរាជអាណាចក្រជានាយករដ្ឋមន្ត្រីថៃបកណាបកនេះគឺឲ្យតែមានការផ្លាស់ប្ដូរគឺយើងមានបញ្ហាព្រំដែនរហូតតែពេលការដឹកនាំស្រុះស្រួលទៅយើងក៏ស្រួលព្រំដែនក៏ស្រួលអត់មានបញ្ហាទាំងអស់ហ
ទោះបីក៏សម័យ Covid យើងឯកភាពគ្នាសង់រោងដើម្បីត្រួតពិនិត្យពលករចេញចូលព្រំដែនថៃក៏មិនមានបញ្ហាដល់ពេលដូរថ្នាក់ដឹកនាំថៃបឹបអារោងកប៉ិចកប៉ុកបាទរោងកស៊ូអីហ្នឹងក៏នេះរំលោភមកដល់ទឹកដីចេញសារមកអញ្ចឹងខ្ញុំសូមអធិស្ឋានគឺជាការចៃដន្យនៅប្រហែលបាទ